ដូចផ្លែឈើពណ៌បៃតងខ្ចីដែលមានរសជាតិជូរតិចប៉ុន្តែនៅតែទប់ចិត្តមិនបានចង់ចូលទៅជិតលួចថាប់ខ្ញុំទៅប្អូនស្រីស៊ីយីគឺណូរ៉ូ3ឆ្នាំហើយដែលខ្ញុំមិនបានជួបនាងខ្ញុំពិតជានឹងប្រឡងជាប់សាលារបស់នាងប្រយ័ត្នហេស៊ីឡុងគឺជាហេស៊ីឡុងដែលតែងតែលេចមុខក្នុងសុបិនរបស់ខ្ញុំ3ឆ្នាំហើយមិនបានជួបគ្នាតើគាត់នៅចាំខ្ញុំទេតើអ្នកបានកាន់ដៃអ្វីទៀតសុំទោសដូច្នេះពេលអ្នកឃើញខ្ញុំរំភើបខ្លាំងណាស់ប៉ុន្តែមិនចាំបាច់ប្រញាប់ប្រញោលលោតចូលទ្រូងខ្ញុំបែបនេះទេគឺអ្នកផ្សេងទេដែលរុញខ្ញុំចូលខ្ញុំមិនបានចេតនាលោតចូលទ្រូងអ្នកទេកិច្ចអ្វីខ្ញុំមិនបានច្រឡំមនុស្សទេមែនទេអូនស្រីភ្លេចភ្លាំងមិនបានកិច្ចអ្នកទេអីចឹងអ្នកទើបតែធ្វើពុតជាមនុស្សចម្លែកចំពោះខ្ញុំពិតជាមិនចាំខ្ញុំទេ